ឯកសាររាប់លានទំព័រត្រូវបានបង្ហាញជាសាធារណៈមនុស្សជាច្រើនក៏បានក្លាយជាជនរងគ្រោះម្ដងទៀតមានសំណួរតែមួយគត់បានចោទសួរថាតើនរណាជាអ្នកធ្វើវារឿងការជួញដូររំលោភបំពានផ្លូវភេទទៅលើកុមារដែលបង្កឲ្យមានការល្បីល្បាញខ្លាំងពាសពេញពិភពលោកថ្មីតែរឿងនេះជារឿងចាស់ហើយជនល្មើសក៏បានស្លាប់បាត់បង់ជីវិតរួចមកហើយក្រសួងយុតិធធម៌អាមេរិកបានបញ្ចេញនៅសំណុំរឿងក្តីរបស់អតីតមហាសេដ្ឋីហិរញ្ញវត្ថុជនជាតិអាមេរិក Jeffrey Epstein ជាសាធារណៈកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន Donald Trump បានអនុម័តកាលពីឆ្នាំមុនសំណុំរឿងក្តីនេះត្រូវបានដាក់បង្ហាញឲ្យគ្រប់គ្នាបានមើលដោយមានជាឯកសារប្រមាណជាង3លានទំព័ររូបភាពប្រមាណជាង 1.8 សែនសន្លឹកព្រមទាំងវីដេអូប្រមាណ 2000 ឃ្លីបរឿងក្តីរបស់ Jeffrey Epstein គឺជាសាច់រឿងដ៏ស្មុគស្មាញនិងគួរឲ្យតក់ស្លុតបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធជាមួយនឹងអំពើពុករលួយអំណាចនិងការរំលោភបំពានផ្លូវភេទលើកុមារនិងអនីតិជនតើ Jeffrey Epstein គឺជានរណាគាត់គឺជាមហាសេដ្ឋីហិរញ្ញវត្ថុជនជាតិអាមេរិកដែលមានទំនាក់ទំនងនិងជិតស្និទ្ធជាមួយនឹងបុគ្គលដែលមានអំណាចធំបំផុតនៅក្នុងពិភពលោករួមមានទាំងអ្នកនយោបាយល្បីៗមហាសេដ្ឋីនានាវិទ្យាសាស្ត្របច្ចេកវិទ្យានិងសមាជិកគ្រួសាររាជវង្សប្រភពចំណូលនឹងការរកស៊ីរបស់ Jeffrey Epstein គឺអាចកំបាំងបំផុតសូម្បីតែភ្នាក់ងារស៊ើបអង្កេត FBI ក៏ពិបាកនឹងបកស្រាយដែរជាយ៉ាងណាតាមរយៈការស៊ើបអង្កេតប្រភពនៃទ្រព្យសម្បត្តិដ៏មហាសាលនិងរបៀបដែលគេគ្រប់គ្រងឥទ្ធិពលនៅក្នុងហិរញ្ញវត្ថុជាប្រធានបទដ៏គួរឲ្យជក់ចិត្តបំផុតសម្រាប់សាធារណជនអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឲ្យមហាសេដ្ឋី Jeffrey Epstein មិនមែនជាអ្នកជំនួញដែលលក់ផលិតផលឬសេវាកម្មទូទៅនោះទេដោយគាត់មានសេវាកម្មមួយហៅថាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិសម្ងាត់ដែលត្រូវបានបង្កើតឡើងនៅក្នុងសតវត្សឆ្នាំ80អតិថិជនគោលដៅរបស់គាត់ទាល់តែជាមហាសេដ្ឋីអ្នកដែលមានទ្រព្យសម្បត្តិលើសពី$1000 លានមហាសេដ្ឋីអចលនទ្រព្យនិងជីវិតដ៏ស៊ីវិល័យមុនពេលស្លាប់ត្រូវបានគេប៉ាន់ស្មានទ្រព្យសម្បត្តិរបស់គាត់មានប្រមាណជាងជិត$1000 លានទ្រព្យសម្បត្តិទាំងនោះរួមមានកោះឯកជនចំនួន2មានលំដាប់ខ្ពស់ដ៏ធំបំផុតដែលមានតម្លៃរាប់សិបលាន$នៅក្នុងទីក្រុងញូវយ៉ករួមទាំងយន្តហោះឯកជនដែលសម្រាប់តែដឹកភ្ញៀវកិត្តិយសនិងបុគ្គលល្បីៗតែប៉ុណ្ណោះទោះបីជាគ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ពីការរកស៊ីនិងផលចំណេញនៅក្នុងទីផ្សារក៏ដោយនាំឲ្យមានការសង្ស័យថាមុខរបរពិតរបស់គាត់គឺការលក់ឥទ្ធិពលនិងទំនាក់ទំនងលើពីនេះក្រុមអ្នកស៊ើបអង្កេតបានជឿថា Jeffrey Epstein បានប្រើប្រាស់បណ្ដាញដ៏ធំបំផុតមួយគឺជួញដូរផ្លូវភេទដើម្បីបិទបាំងនូវសកម្មភាពដ៏ខ្មៅងងឹតមួយនេះ Jeffrey Epstein បានបរិច្ចាគលុយរាប់សិបលាន$ឲ្យវិទ្យាល័យល្បីៗព្រមទាំងជួយឧបត្ថម្ភទៅដល់អ្នកវិទ្យាសាស្ត្រថែមទៀតការធ្វើបែបនេះបានជួយឲ្យគាត់មានរូបភាពជាសប្បុរសជននិងអាចចូលទៅជិតរង្វង់នយោបាយនិងអ្នកប្រាជ្ញលំដាប់ពិភពលោកបានយ៉ាងងាយស្រួលចាប់តាំងពីដើមសតវត្សឆ្នាំ2000សកម្មភាព Jeffrey Epstein ត្រូវបានចោទប្រកាន់ថាបានបង្កើតបណ្ដាញជួញដូរផ្លូវភេទដ៏ធំមួយជនរងគ្រោះភាគច្រើនគឺជាក្មេងស្រីនិងអនិច្ចជនដែលត្រូវបានគេបោកបញ្ឆោតឲ្យទៅវីឡាឬកោះឯកជនរបស់គាត់ដើម្បីកម្សាន្តហើយចុងក្រោយពួកគេគឺត្រូវបានបញ្ចប់នៅទីនោះនៅក្នុងឆ្នាំ2008 Jeffrey Epstein ត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋ Florida ឲ្យជាប់គុកត្រឹមតែ13ខែប៉ុណ្ណោះថែមទាំងត្រូវបានអនុញ្ញាតឲ្យចេញទៅធ្វើការនៅក្នុងការិយាល័យកំឡុងពេលជាប់ឃុំថែមទៀតផងនេះវាគឺជាការលាតត្រដាងនៃភាពចន្លោះប្រហោងនៃអំពើអយុត្តិធម៌និងអំណាចទឹកប្រាក់របស់គាត់ដែលស្ទើរតែអាចទិញនូវសេរីភាពនិងសម្ងាត់ដ៏ធំបំផុតនៅក្នុងលោកនៅក្នុងឆ្នាំ2019 Jeffrey Epstein ត្រូវបានចាប់ឃុំម្ដងទៀតនៅក្នុងទីក្រុងញូវយ៉កពីបទជួញដូរផ្លូវភេទលើកុមារហើយនៅក្នុងខែសីហាឆ្នាំ2019ខណៈពេលរងចាំការកាត់ទោស Jeffrey Epstein បានចងកសម្រាប់ខ្លួននៅក្នុងបន្ទប់បើទោះជារបាយការណ៍ផ្លូវការបានបញ្ជាក់ថាវាគឺជាការធ្វើអត្តឃាតប៉ុន្តែទ្រឹស្ដីសង្គមគណិតជាច្រើនបានយល់ថាគេអាចនឹងត្រូវបានបំបិទមាត់ដើម្បីប្រកាសកុំឲ្យទម្លាយឈ្មោះអ្នកដែលមានអំណាចផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងអំពើជួញដូរផ្លូវភេទមួយនេះខាងក្រោមនេះគឺជាឈ្មោះបុគ្គលល្បីៗដ៏ធំបំផុតដែលត្រូវបានលើកឡើងវិស័យនយោបាយអ្នកដែលល្បីល្បាញបំផុតនោះគឺលោកតាត្រាំតែមិនមែនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទនោះទេគ្រាន់តែជាមិត្តភក្តិរបស់លោកតាត្រាំតែប៉ុណ្ណោះតែក្រោយមកលោកតាត្រាំបានផ្ដាច់ទំនាក់ទំនងនៅក្នុងនោះក៏មានអតីតព្រះអង្គម្ចាស់ Prince Andrew នៃរាជវង្សអង់គ្លេសបានជាប់នឹងឈ្មោះករណីដ៏ធ្ងន់ធ្ងរបំផុតសូម្បីតែមហាសេដ្ឋីលើវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រមហាសេដ្ឋីមានជាងគេលើលោកគឺ Elon Musk កំពូលអ្នកលេងសៀកកំពូលតារាចម្រៀងភ្នាក់ងារ model ជនជាតិបារាំងតារាបង្ហាញម៉ូដក៏មានឈ្មោះនៅក្នុងឯកសារនោះដែរតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះហេតុការណ៍មួយនេះតើមានក្មេងៗប៉ុន្មានអ្នកដែលត្រូវបានរងគ្រោះក្រោមស្នាដៃ Jeffrey Epstein ត
តើការស្លាប់របស់គាត់អាចជាការធ្វើអត្តឃាតដោយខ្លួនឯងឬក៏ជាករណីឃាតកម្មបំបត្តិមាត់ជួបគ្នាវីដេអូក្រោយអរគុណហេងទាំងអស់គ្នា